សួស្តីអ្នកទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីនៅថ្ងៃនេះយើងនឹងសិក្សាពីភាពខុសគ្នានឹងការប្រើប្រាស់របស់ other ហើយនិង another តែអ្នកទាំងអស់គ្នាដឹងថា other ហើយ another នឹងគឺប្រើខុសគ្នាមិនអញ្ចឹង other គឺនៅក្នុងទីនេះគឺប្រើប្រាស់ខុសគ្នា other ប្រើជាមួយនឹង plural noun គេថាពហុវចនៈហើយ another គឺប្រើជាមួយនឹង singular noun មានការនាមជាឯកវចនៈអញ្ចឹងយើងមើលគឺខ្លះ plural noun ចំណា another plus singular noun នេះជាការប្រើប្រាស់ខុសគ្នាឥឡូវនេះដើម្បីឲ្យកាន់តែជាក់ច្បាស់គឺយើងមើលប្រយោគទាំងអស់គ្នាតើប្រយោគមួយណាដែលយើងប្រើជាមួយនឹង other ប្រយោគមួយណាដែលយើងប្រើជាមួយនឹង another Number 1 I have friends អញ្ចឹង friend នៅក្នុងទីនេះគឺមានចំនួនច្រើនបើមានចំនួនច្រើនតែយើងប្រើជាមួយអី other ឬក៏ another ចម្លើយគឺ other Number 2 I want book ដែលយើងមើលផ្អែកទៅមើលនាមពី book នេះគឺមានសភៅមានតែមួយក្បាលទេអញ្ចឹងអ្វីដែលយើងប្រើគឺ anotherចំណែកប្រយោគទី3 we need ideas អញ្ចឹង idea នេះគឺគំនិតច្រើនតែពេលគំនិតច្រើនគឺយើងប្រើជាមួយនឹង other ជាមួយនឹង another នៅក្នុងចំណុចនេះគឺ error កន្លែងមួយអញ្ចឹងសូមអធិស្ឋានផងទីនេះគឺមាន ហើយក៏មាន question mark អញ្ចឹងចំណុចទី5នេះគឺ do you have questions អញ្ចឹងចម្លើយត្រឹមត្រូវគឺ otherចំណុចទី6នេះស្មើទុកឲ្យពួកយើងធ្វើហើយពេលដែលដឹងចម្លើយហើយសូមមេត្តា comment នៅខាងក្រោមអញ្ចឹងមកដល់ទីបញ្ចប់នៃវីដេអូក្នុងការប្រើប្រាស់រវាង other និង another បានបញ្ចប់ជួបគ្នានៅវីដេអូ